ជំរាបសួរថ្ងៃឥឡូវខ្ញុំខានចេញវីដេអូយូរដែរហើយថ្ងៃនេះខ្ញុំចង់ចូលមកចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាពីផ្កាយចំណេះដឹងចាឬក៏តារាចំណេះដឹងចឹងទៅចាហើយផ្កាយចំណេះដឹងនេះគឺយើងចែកចេញជាពីរផ្នែកណាដោយសារតែមានបងប្អូនខ្លះគាត់អត់មានខែឆ្នាំកំណត់ពេញចាបងប្អូនខ្លះគាត់ចាំខែឆ្នាំកំណត់ពេញទាំងអស់ចឹងទៅយើងអាចរកតួខ្លួនគាត់បានចឹងណាចាប៉ុន្តែសម្រាប់បងប្អូនដែលគាត់អត់ចាំថ្ងៃឬក៏ខែឬក៏ម៉ោងអីចឹងទៅចាំតែឆ្នាំកំណត់ក៏យើងអាចរកផ្កាយចំណេះដឹងប្រចាំតួខ្លួនរបស់គាត់ឬក៏តួឆ្នាំរបស់គាត់នឹងបានផងដែរចាអញ្ចឹងឥឡូវជាដំបូងនេះខ្ញុំនិយាយពីរឿងបងប្អូនដែលគាត់ចាំខែឆ្នាំកំណត់ពេញសិនណាចាសម្រាប់បងប្អូនដែលគាត់ចាំខែឆ្នាំកំណត់ពេញគាត់ចូល app របស់អ្នកគ្រូមួយណាក៏បានដែរចានៅពេលដែលយើងចូលទៅយើងដឹងថាតួខ្លួនយើងជាអ្នកណាយចាជាធាតុអ្វីចឹងណាចាអញ្ចឹងបងប្អូនដែលមានតួខ្លួនធាតុនេះឈើបោកចាតួខ្លួនហ្នឹងគឺតួ DT តួថ្ងៃកើតរបស់យើងណាចាអញ្ចឹងតួ DT ឈើបោកចាផ្កាយចំណេះដឹងរបស់គាត់គឺម្សាញ់ចាតួខ្លួនគាត់ឈើដកគឺផ្កាយចំណេះដឹងរបស់គាត់គឺមមីចាភ្លើងបោកផ្កាយចំណេះដឹងគាត់គឺវងចាភ្លើងដកផ្កាយចំណេះដឹងរបស់គាត់គឺរកាតួខ្លួនដីបោកផ្កាយចំណេះដឹងរបស់គាត់គឺវងចាតួខ្លួនដីដកផ្កាយចំណេះដឹងរបស់គាត់គឺរកាតួខ្លួនមេបោកផ្កាយចំណេះដឹងរបស់គាត់គឺកុលចាតួខ្លួនមេដកផ្កាយចំណេះដឹងរបស់គាត់គឺជូតចាហើយតួខ្លួនទឹកបោកចាផ្កាយចំណេះដឹងរបស់គាត់គឺខាលតួខ្លួនទឹកដកផ្កាយចំណេះដឹងរបស់គាត់គឺថោះចានេះសម្រាប់បងប្អូនដែលគាត់ចាំទាំងឆ្នាំទាំងខែទាំងថ្ងៃឬក៏ម៉ោងអត់មានម៉ោងក៏បានដែរឲ្យតែបានដឹងតួថ្ងៃកើតរបស់គាត់អាហ្នឹងគាត់ដឹងថាតួខ្លួនគាត់ហ្នឹងជាធាតុអ្វីចឹងណាចានេះជាផ្កាយចំណេះដឹងរបស់គាត់ចាផ្កាយចំណេះដឹងនេះផងដែរយើងអាចប្រើប្រាស់ដូចជាដាក់ដើមឫស្សីនៅអូសូននឹងអង្សានឹងដើម្បីយើងទាញថាមពលល្អចាឬក៏យើងទៅសម្អាតកន្លែងនឹងឲ្យមានក្លិនក្អូបដើម្បីទាញថាមពលល្អចឹងណាហ្នឹងហើយកុំឲ្យមានវ៉ាន់ស្ដុកធ្លាំងឬក៏កន្លែងងឹតដាក់របស់របរទុកចោលអីចឹងវាធ្វើឲ្យយើងហ្នឹងរៀងស្មុគស្មាញស្រេះហ្នឹងហើយរៀងថាដូចថាចាស់ថាអាប់រិស័យអីចឹងណាហ្នឹងហើយយើងទៅសម្អាតទីតាំងរបស់យើងទៅដើម្បីឲ្យមានថាមពលឲ្យមានភាពក្លៀនស្អាតក្អូបអញ្ចឹងទៅចាហើយយើងក៏ឧស្សាហ៍ទៅអង្គុយទៅទីតាំងហ្នឹងឬក៏ក្នុងយើងអាចជ្រើសរើសក្នុងពេលវេលាហ្នឹងម៉ោងហ្នឹងយកមកសិក្សារៀនសូត្រក៏បានដែរចាដូចជាខ្ញុំហងៃខ្ញុំតែងតែយកម៉ោងផ្កាយចំណេះដឹងរបស់ខ្ញុំយកមកសិក្សាបន្ថែមនៅកន្លែងណាដែលខ្ញុំសពេសិពិលគិតអត់សូវចេញអីហ្នឹងខ្ញុំតែងតែយកពេលវេលាហ្នឹងយកមកសិក្សាឯចាតែបងប្អូនខ្លះគាត់មានផ្កាយចំណេះដឹងនេះនៅវេលាយប់ចាពេលនៅវេលាយប់យើងពិបាកបន្តិចយើងតតែងើបរៀនហ្នឹងហើយងើបរៀនអញ្ចឹងទៅហ្នឹងហើយបើថាបើយើងមានផ្កាយចំណេះដឹងនៅក្នុងតារាងស្រាប់គឺបុគ្គលហ្នឹងគាត់មានភាពបញ្ញាហ្នឹងហើយមានភាពលេចធ្លោចំណេះដឹងភាពវៃឆ្លាតរបស់គាត់នៅក្នុងខួរក្បាលគាត់ស្រាប់ចឹងណាថ្ងៃហើយបើយើងចង់បានទីខាងពលនឹងបន្ថែមទៀតយើងជ្រើសរើសពេលវេលារបស់គាត់នៃតួខ្លួនរបស់យើងម្នាក់បន្ថែមចឹងទៅចាអញ្ចឹងឥឡូវចូលដល់ករណីទី2ចាករណីទី2នេះគឺបានន័យថាសម្រាប់បងប្អូនដែលគាត់អត់មានចាំថ្ងៃកំណើតចាចាំតែឆ្នាំមួយចឹងណាចាចាំតែឆ្នាំមួយគឺអាចរកផ្កាយកំណើតបានផ្កាយតារាចំណេះដឹងបានដូចគ្នាចាអញ្ចឹងខ្ញុំដាក់បងប្អូននេះដាក់ឧទាហរណ៍ខាងលើចាឧទាហរណ៍ឆ្នាំ1991ចាអញ្ចឹងយើងយកលេខចុងណាចាលេខចុងកតុយនេះចាគឺយើងយកលេខ1ចាយើងយកលេខ1អញ្ចឹងយើងត្រូវលេខ1របស់យើងនៅកន្លែងណាអញ្ចឹងទៅដើម្បីយើងដឹងថាផ្កាយតារាចំណេះដឹងរបស់យើងគឺជាសត្វអ្វីចាអញ្ចឹងបងប្អូនបាច់សួរខ្ញុំទេថាហេតុអីបានវាបោកនេះជាលេខ0ចាអញ្ចឹងគ្រាន់ថានេះជាមេរៀនដែលខ្ញុំទទួលបានមកអញ្ចឹងណាចាដែលខ្ញុំបានសិក្សាមកអញ្ចឹងបងប្អូនគាត់តែចំណាំទៅនេះជាមេរៀនដែលបងប្អូនអាចយកទៅប្រើប្រាស់បានដូចគ្នាខ្ញុំយកមកចែករំលែកបន្តអញ្ចឹងណាចាអញ្ចឹងឥឡូវអ្នកកើតឧទាហរណ៍ឆ្នាំ1990គុតចា90គុតចឹងគឺលេខ0ហ្នឹងមែនទេចាអញ្ចឹងយកតួលេខ0មកយើងដឹងថាឥឡូវនេះទិសផ្កាយបញ្ញារបស់បងប្អូនគឺនៅទិសកលចាទិសកលបងប្អូនចាំខ្ញុំផងមេរៀនបន្តទៀតតែបងប្អូនប្រហែលជាអាចដឹងមេរៀនច្រើនហើយចាអញ្ចឹងឥឡូវកលនេះគឺនៅទិសជើងឈៀងលិចចានៅ0អង្សាណាចាប់ពីម៉ាដល់ម៉ាអញ្ចឹងណាចាខ្ញុំថតផុសបន្តទៀតចាសម្រាប់បងប្អូនដែលមានកតុយលេខ1ចានេះឧទាហរណ៍ខាងលើនេះអញ្ចឹងគឺ1991ចាអញ្ចឹងលេខ1កតុយហ្នឹងហើយចាអញ្ចឹងលេខ1អញ្ចឹងគឺមានដកនឹងឯងចាអញ្ចឹងផ្កាយបញ្ញារបស់គាត់គឺជូតចាជូតទៅខាងជើងចាអញ្ចឹងយើងទៅអង្គុយដាក់តុសិក្សាដាក់ដើមឫស្សីដាក់អីនៅនឹងដើម្បីយើងទាញថាមពលភាពឆ្លាតវៃរបស់យើងអញ្ចឹងណាចាឬក៏យើងអាចទៅអាសាទៅអង្គុយលេងឬក៏យើងគិតអត់ចេះយើងទៅអង្គុយនៅទឹកនឹងជ្រុងនឹងកន្លែងនឹងជាផ្កាយបញ្ញារបស់យើងអញ្ចឹងទៅឬក៏យើងយកមកនឹងរៀនអញ្ចឹងទៅចាហើយតមកទៀតនេះគឺអ្នកដែលមានកតុយចាឆ្នាំកំណើតកតុយលេខ2ចាខ្ញុំមិនចាំនិយាយធាតអញ្ចឹងណាចាដោយសារមេរៀននេះបើយើងដឹងថាលេខ2អញ្ចឹងន័យថានៅក្នុងឆ្នាំទឹកបូកហ្នឹងឯងចាអញ្ចឹងនេះគឺកតុយឆ្នាំកំណើតលេខ2ចាឧទាហរណ៍1992អញ្ចឹងណាចាយើងយកកតុយចាអញ្ចឹងផ្កាយបញ្ញារបស់គាត់គឺខាលចាអញ្ចឹងគឺខាលគឺនៅជើងឈៀងកើតចាតមកទៀតបងប្អូនដែលមានកតុយឆ្នាំលេខ3ចាឧទាហរណ៍1993អញ្ចឹងទៅចាឬក៏2000ឬក៏
អីដល់តែមានតែលេខ3កតុយចាអត់ដូចឆ្នាំក្បាលមិនទេអត់តែមានកតុយហ្នឹងហើយកតុយលេខម៉ានអត់តែលេខ1លេខ2លេខ3គឺធ្វើតាមខ្ញុំអញ្ចឹងទៅយើងរកទិសរបស់យើងឃើញហើយចាអញ្ចឹងកតុយលេខ3គឺនៅទិសថោះចាថោះទិសខាងកើតចាកតុយឆ្នាំលេខ4គឺនៅទិសម្សាញ់ចាត្បូងឈៀងកើតចាកតុយឆ្នាំលេខ5ចាគឺជាមមីចាមមីទិសខាងត្បូងចាកតុយឆ្នាំលេខ6គឺវកចាទិសត្បូងឈៀងលិចកតុយឆ្នាំលេខ7ចាគឺទិសរកាគឺនៅទិសខាងលិចកតុយឆ្នាំលេខ8ចាគឺវកគឺនៅទិសខាងត្បូងឈៀងខាងលិចចាកតុយឆ្នាំលេខ9គឺទិសរកាចាគឺទិសខាងលិចចាអញ្ចឹងនេះគឺជាមេរៀនបន្ថែមទៀតដើម្បីយកមកចែកជូនបងប្អូនដើម្បីទទួលចំណេះដឹងបន្ថែមចាសូមអរគុណសូមជម្រាបលា